ឡើងបារាំងនិងអង់គ្លេសអាចធ្វើជាឆាត់នៅក្លេអ៊ែរជំនួសអាមេរិកដែរឬទេនៅកាលពីថ្ងៃទី20 ខែកុម្ភៈឆ្នាំ2025កន្លងទៅក្រោយការបោះឆ្នោតសកលមុនអាណត្តិរបស់អាល្លឺម៉ង់លោក Friedrich Merz ជាប្រធានគណៈបក Christian Democratic Union ដែលជាអនាគតអធិការបតីថ្មីរបស់អាល្លឺម៉ង់ដែលធ្វើការប្រកាសដ៏ភ្ញាក់ផ្អើលមួយអំពីអនាគតឆាត់នុយក្លេអ៊ែរសម្រាប់អឺរ៉ុបថាយើងត្រូវការពិភាក្សាជាមួយនឹងចក្រភពអង់គ្លេសបារាំងដែលជាមហាអំណាចនុយក្លេអ៊ែរតែពីរគត់ដែលមានអាវុធនុយក្លេអ៊ែរថាតើការចែករំលែកនុយក្លេអ៊ែរឬយ៉ាងហោចណាស់សន្តិសុខនុយក្លេអ៊ែរពីចក្រភពអង់គ្លេសនិងបារាំងអាចអនុវត្តលើពួកយើងបានដែរឬយ៉ាងណាការកត់សម្គាល់របស់លោកមើសធ្វើឡើងចំពេលអឺរ៉ុបកំពុងមានការសង្ស័យរឹតតែខ្លាំងលើការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅក្រោមអាណត្តិលោក Donald Trump ចំពោះសន្តិសុខអឺរ៉ុបក៏ប៉ុន្តែឥឡូវនេះសំណួរសំខាន់នៅទីនេះនោះគឺតើចក្រភពអង់គ្លេសនិងបារាំងអាចធ្វើជាឆាត់នុយក្លេអ៊ែរការពារអឺរ៉ុបជំនួសសហរដ្ឋអាមេរិកបានដែរឬទេនៅក្នុងស្ថានភាពសប្តាហ៍ថ្ងៃនេះកងកម្លាំងនុយក្លេអ៊ែរបារាំងនិងចក្រភពអង់គ្លេសគឺជាកម្លាំងជំនួយបន្ថែមដល់ឆាត់នុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកហើយអ្នកជំនាញមួយចំនួនយល់ថាប្រទេសទាំងពីរនឹងមិនបានធ្វើជាឆាត់នុយក្លេអ៊ែរការពារអឺរ៉ុបបានឡើយក្នុងករណីអាមេរិកដកកងកម្លាំងនុយក្លេអ៊ែរបារាំងនិងចក្រភពអង់គ្លេសនឹងមិនអាចផ្ដល់ការធានាសន្តិសុខដោយដែលសហរដ្ឋអាមេរិកផ្ដល់ឲ្យ NATO នោះទេមហាអំណាចអឺរ៉ុបទាំងពីរសឹងតែត្រូវបានចាត់ទុកថាគ្រាន់តែជាកម្លាំងជំនួយបន្ថែមដល់យុទ្ធសាស្ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកដើម្បីកម្ញាញសត្រូវការចូលរួមរបស់មហាអំណាចនុយក្លេអ៊ែរតែពីរគត់នៅអឺរ៉ុបនេះទៀតសោតចំពោះយុទ្ធសាស្ត្រនុយក្លេអ៊ែរនៃបកសម្ព័ន្ធយោធា NATO ទាំងមូលត្រូវបានទទួលស្គាល់ចាប់តាំងពីកិច្ចប្រជុំទីក្រុងអូតាវ៉ាឆ្នាំ1974ឆ្នាំ1974តែទោះជាបែបនេះក្តីរចនាសម្ព័ន្ធឃ្លាំងអាវុធនុយក្លេអ៊ែរនិងយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់បារាំងនិងចក្រភពអង់គ្លេសធ្វើឲ្យគេមើលឃើញថាជាទំនើងនឹងមិនអាចទៅរួចដែលប្រទេសទាំងពីរមានបំណងឬមានសមត្ថភាពជំនួសឆាត់នុយក្លេអ៊ែររបស់អាមេរិកក្នុងករណីអាមេរិកដកខ្លួនចេញទាំងស្រុងក្នុងនោះមានហេតុផលជាច្រើនហេតុផលទី1នោះគឺទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំងនិងអង់គ្លេសត្រូវបានកែសម្រួលយ៉ាងម៉ត់ចត់ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយដោយផ្អែកលើផលប្រយោជន៍ស្នូលរបស់ពួកគេបារាំងមានក្បាលគ្រាប់នុយក្លេអ៊ែរជិត300គ្រាប់រីឯអង់គ្លេសមាន250គ្រាប់បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកមានរហូតដល់ទៅ1700គ្រាប់ដែលត្រូវបានដាក់ពង្រាយសម្រាប់ការប្រើប្រាស់ជាស្រេចទី2អាវុធនុយក្លេអ៊ែរសពថ្ងៃដែលសហរដ្ឋអាមេរិកដាក់ពង្រាយនៅលើទឹកដីអឺរ៉ុបគឺប្រភេទអាវុធនុយក្លេអ៊ែរទម្លាក់ឬបាញ់ចេញពីយន្តហោះយោធាជាជាងបាញ់ចេញពីនាវាមុជទឹកឬជើងទម្រើនៅលើដីឬនៅក្រោមដីលើវិនិច្ឆ័យទៀតនៅក្នុងចំណោមមហាអំណាចនុយក្លេអ៊ែរអឺរ៉ុបតែពីរគឺមានតែបារាំងប៉ុណ្ណោះដែលមានសមត្ថភាពទម្លាក់ឬបាញ់អាវុធនុយក្លេអ៊ែរចេញពីយន្តហោះចម្បាំងដូច្នេះចង់ជំនួសឆាត់នុយក្លេអ៊ែរអាមេរិកវាតម្រូវឲ្យមានកិច្ចខិតខំប្រឹងប្រែងដ៏មហិមាមួយគឺសម្ព័ន្ធមិត្តអឺរ៉ុបហើយដែលនេះគឺជារឿងកាន់តែពិបាកទៅរួចទៅទៀតហេតុផលទី3គឺបារាំងនិងអង់គ្លេសមិនមានយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលស៊ីគ្នាទៅនឹងគំនិតនៃការពង្រីកឆាត់នុយក្លេអ៊ែរតាមរយៈការដាក់ពង្រាយឬដំឡើងអាវុធនុយក្លេអ៊ែរនៅលើទឹកដីនៃប្រទេសដទៃទៀតបាននោះទេគូបញ្ជាក់ថាចក្រភពអង់គ្លេសបានបញ្ជាក់យ៉ាងច្បាស់ថាអាវុធនុយក្លេអ៊ែររបស់ខ្លួនត្រូវបានកំណត់រួចហើយដើម្បីការពារ NATO ចំណែកបារាំងវិញមិនបានចូលរួមក្នុងក្រុមការងារផែនការនុយក្លេអ៊ែររបស់ NATO ឡើយហើយមានយុទ្ធសាស្ត្រនុយក្លេអ៊ែរមួយដែលអាស្រ័យលើឯករាជ្យភាពនៃការសម្រេចចិត្តខាងនុយក្លេអ៊ែររបស់ខ្លួនឯងផ្ទាល់